អូខេសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកធ្វើខុកថែមមួយមុខទៀតហើយខ្ញុំមកបង្ហាញអ្នកទាំងអស់គ្នាមានឃើញស្រាច្រើនអញ្ចឹងមានតាំងលក់ស្រាណាជាប្រភេទខុកថែមម្យ៉ាងដែលគេឲ្យឈ្មោះថាជាប្រភេទ Long Island Iced Tea នៅក្នុងវាមានស្រា5មុខអញ្ចឹងយើងមានជាប្រភេទ Gin Vodka Bacardi Tequila និងជាមួយនឹង Cointreau ហើយសម្រាប់នៅក្នុងនោះដែរយើងប្រើជា Lemon Juice ជាមួយនឹង Sugar Syrup ហើយនឹង Top Up ជាមួយនឹងកូកាអូខេអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមធ្វើជូនអ្នកទាំងអស់គ្នាមើលសម្រាប់ Long Island Iced Tea អញ្ចឹងសម្រាប់គ្នាយើងដែលចូលចិត្តស្រាបែបខ្លាំងៗ cocktail បែបខ្លាំងៗ Long Island Iced Tea អ្នកទាំងអស់គ្នាប្រហែលដឹងហើយគឺ the best ហ្មងអ្នកទាំងអស់គ្នាខ្ញុំនឹងចាប់ផ្ដើមជាមួយនឹង Long Island Iced Tea អូខេអញ្ចឹងយើងប្រើជាប្រភេទ shaker ជាទូទៅ Long Island Iced Tea យើងប្រើស្រា15ហើយសម្រាប់អ្នកទាំងអស់គ្នាដែលចង់ចេះយើងត្រូវចាំថាយើងមាន Gin Vodka Bacardi Tequila ជាមួយនឹង Cointreau Harlem Sugar ហើយនឹង Vodka អូខេអញ្ចឹងខ្ញុំចាប់ផ្ដើមអញ្ចឹងសម្រាប់ Gin យើងដាក់15 Gin ខ្ញុំប្រើជាប្រភេទ Roku ទៅ Gin យើងដឹងហើយយើងធ្វើពី Juniper Berry អញ្ចឹងសម្រាប់ Gin យើងរសជាតិរបស់វាលក្ខណៈរាងដិតហើយរាងធ្ងន់លក្ខណៈរាងចត់តិចណាអូខេអញ្ចឹងដាក់15អូខេ Vodka 15 15 Tequila 15 Cointreau 15 Sugar 10ជាមួយនឹង Lem 10អូខេនឹងក្លឹកខ្ញុំដាក់ទឹកកកជាមួយនឹងប្រភេទ High Ballអូខេ Lem slide Top up ជាមួយនឹងប្រភេទ Coca អូខេអូខេអញ្ចឹងនេះជាប្រភេទ Long Island Iced Tea សម្រាប់បងប្អូនឬក៏គ្នាយើងដែលចង់ធ្វើនៅផ្ទះញ៉ាំយើងអាចធ្វើបានគ្រាន់ថាស្រាយើងត្រូវការប្រើ5មុខចូលគ្នាអញ្ចឹងណាអូខេអញ្ចឹងនេះជា Long Island Iced Tea អូខេ